ចាជំរាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជាទីស្រឡាញ់ចាថ្ងៃនេះជួបជាមួយនឹងខ្ញុំសំនៀងទៀតហើយចាក្នុងកម្មវិធី Cooking with Mami ចាថ្ងៃនេះខ្ញុំបានលើកមុខម្ហូបដែលមានឈ្មោះថាមាន់ទឹមចាតោះទៅមើលគ្រឿងមាន់ទឹមទាំងអស់គ្នាជាមួយនឹងខ្ញុំចាគ្រឿងផ្សំទី1មានមាន់1ចាមានផ្សិតក្រៀមផ្សិតចំបើងកាចេកខ្ទឹមសហៃប៊ីយីហឺសាច់ជ្រូកចិញ្ច្រាំម្រេចទឹកស៊ីអ៊ីវស្ករសប៊ីចេងអំបិលនិងទឹកស៊ីអ៊ីវខាប់សណ្តែកអង្គុយពពុះសណ្តែកជីវ៉ាន់ស៊ុយមើមការ៉ុតនិងស្លឹកខ្ទឹមចាឥឡូវនេះគឺយើងចាប់ផ្ដើមផ្សំគ្រឿងដាក់ទៅក្នុងចានដែកទៅចាអានេះគឺការចេកចាបងប្អូនយើងដាក់ការចេកចូលចំណែកខាងនេះគឺផ្សិតច្បើងហ្នឹងគឺយើងត្រូវចិញ្ច្រាំវាឲ្យម៉ត់ចឹងដែរចាដាក់វាចូលទៅខាងនេះវិញគឺជាផ្សិតក្រៀមបងប្អូនខ្លះគាត់ហៅផ្សិតខ្មៅបងប្អូនខ្លះគាត់ហៅផ្សិតក្អូបចិញ្ច្រាំវាឲ្យម៉ត់ចឹងទៅខាងនេះវិញគឺពពុះសណ្តែកចាពពុះសណ្តែកបងប្អូនយកទៅចិញ្ចាំក៏បានយើងយកវាមកហាន់សរសៃស្មើវិញអញ្ចឹងក៏បានដែរខាងនេះវិញគឺជាសណ្តែកអង្គុយសណ្តែកនេះគឺយើងយកវាទៅត្រាំទឹកសិនបងប្អូនទៅត្រាំទឹកឲ្យវារីកសិនមកហើយចាំយើងយកមកដាក់ផ្សំគ្រឿងជាមួយគ្នាហ្នឹងមកបន្ទាប់ទៀតគឺដាក់មើមការ៉ុតក៏យើងចិញ្ច្រាំវារបៀបតម្រង់វាប៉ុណ្្នឹងមកដាក់វាចូលទៅហើយនឹងស្លឹកខ្ទឹមក៏យើងចិញ្ច្រាំវាប៉ុណ្ណឹងមកស្លឹកជីវ៉ាន់ស៊ុយយើងចិញ្ច្រាំវាល្អិតចឹងដាក់ចូលទៅនេះគឺជាហៃប៊ីជាមួយនឹងយីហឺគឺខ្ញុំចិញ្ច្រាំវាល្អិតហើយយើងដាក់ចូលទៅក្នុងនឹងដែរសាច់ជ្រូកចិញ្ច្រាំខ្ញុំដាក់វានឹងចំនួន1ខាំនេះគឺខ្ទឹមសយើងចិញ្ច្រាំវាល្អិតចឹងដែរទៅចាដាក់ចូលទៅបន្ទាប់មកទៀតគឺដាក់ម្រេចបុកហ្នឹងចំនួន1ចុងស្លាបព្រាបាយយើងស្ករសដាក់3ស្លាបព្រាកាហ្វេអំបិលដាក់1ចុងស្លាបព្រាកាហ្វេទឹកស៊ីអ៊ីវអានេះទឹកស៊ីអ៊ីវខាប់បងប្អូនទឹកស៊ីអ៊ីវខាប់បងប្អូនខ្លះគាត់ហៅទឹកស៊ីអ៊ីវខ្មៅអញ្ចឹងទៅចាខាងនេះវិញគឺទឹកស៊ីអ៊ីវយើងធម្មតាហ្នឹងចាដាក់1ស្លាបព្រាប៊ីចេងដាក់1ចុងស្លាបព្រាកាហ្វេចាបន្ទាប់មកគឺច្បល់ចូលគ្នាឲ្យសព្វតែម្ដងទៅបងប្អូនចាយើងចាប់ដើមច្បល់ទៅយើងប្រើដៃយើងច្របាច់ចឹងទៅព្រោះយើងពាក់ស្រោមដៃហើយចាឥឡូវនេះគ្រឿងដែលខ្ញុំបានផ្សំហ្នឹងគឺវាសព្វចូលគ្នាហើយច្បល់សព្វហើយអញ្ចឹងយើងចាប់ផ្ដើមយកមាន់យកគ្រឿងទាំងអស់ហ្នឹងទៅញាត់នៅក្នុងពោះមាន់ចាគ្រឿងដែលយើងផ្សំហើយហ្នឹងញាត់វាចូលទៅក្នុងពោះមាន់តែម្ដងយើងសកត់វាឲ្យវាណែនអញ្ចឹងទៅ
ញាត់វាឲ្យពេញចឹងហើយយើងចាប់ផ្ដើមយកម្ជុលឲ្យនឹងអំបោះណាបងប្អូនយើងយកវាមកខ្ជិបកន្លែងប្រឡោះនេះកុំឲ្យពេលយើងចំហុយទៅវាធាស្នូខាងក្នុងចេញមកបងប្អូនចាបន្ទាប់មកគឺយកម្ជុលដេខោអាវយើងណាបងប្អូនម្ជុលដេដែលស្អាតអត់មានតន់ដេអីទេហើយយើងដាក់អំបោះហ្នឹងមកហើយដេវាតែម្ដងចាដើម្បីកុំឲ្យវាហ្នឹងពេលចំហុយទៅវាសាច់នៅក្នុងនឹងហៀចេញមកអញ្ចឹងណាបងប្អូនពេលកាលណាមន់យើងឆ្អិនហើយចាំយើងហូតអំបោះនឹងចេញមកយកអំបោះនឹងទៅចោលទៅកុំឲ្យដាក់ទាំងអញ្ចឹងខ្លាញ់លោញ៉ាំទៅដោយទាំងអំបោះទាំងអីចឹងណាបងប្អូនចាប៉ុណ្ណឹងមកយើងកាត់អំបោះទៅចាឥឡូវនេះខ្ញុំបានដេមាន់ហ្នឹងរួចរាល់ហើយអញ្ចឹងឥឡូវខ្ញុំយកថាសដើម្បីដាក់មាន់ចូលយើងយកទៅចំហុយបងប្អូនចាបន្ទាប់មកយើងយកទឹកស៊ីអ៊ីវជាមួយនឹងប្រេងខ្យងដាក់ចូលគ្នាមកច្របល់វាទៅហើយយកវាហ្នឹងមកលាបនៅលើមាន់យើងហ្នឹងចាលាបរួចហើយយើងដាក់ឡាំងសឹងដើម្បីចំហុយចាឡាំងសឹងហ្នឹងគឺខ្ញុំដាក់ទឹកវាពាក់កណ្ដាលនេះចាយើងដាក់មាន់យើងចំហុយខាងនឹងតែម្ដងទៅមាន់នេះគឺខ្ញុំចំហុយវារយៈពេល1ម៉ោងចាតែប៉ុណ្្នឹងមករងចាំឲ្យមាន់យើងឆ្អិនរយៈពេល1ម៉ោងក្រោយទៀតចាមាន់ទឹមដែលខ្ញុំបានចំហុយហ្នឹងចាគឺបានឆ្អិនរួចរាល់ហើយចាចានាងខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតមកដល់ចប់ចាសូមកុំភ្លេចចុច like share subscribe channel YouTube Cooking with Mami ចាដើម្បីបានវីដេអូថ្មីៗទៀតបន្តពីនាងខ្ញុំចានាងខ្ញុំសូមអរគុណនិងសូមជម្រាបលាចាខ្ញុំបានប្រសងក៏យំ